ជាមូលហេតុធំៗទាំង5ដែលធ្វើឲ្យ account Facebook ត្រូវបាត់បិទបញ្ហាគណនី Facebook ត្រូវបាត់បិទកំពុងតែកើតឡើងជាញឹកញាប់តែម្ដងដើម្បីការពារខ្លួនសូមដឹងឲ្យច្បាស់ពីមូលហេតុក៏ដូចជាហេតុផលចម្បងទាំង5នេះដែលនាំឲ្យ Meta ចាត់វិធានការទាំងនេះ5មូលហេតុចម្បងទី1គឺការបំពានខ្លាំងទៅលើគោលការណ៍ការផ្សព្វផ្សាយខ្លឹមសារហាមឃាត់ដូចជាភាសាស្អប់ខ្ពើមអំពើហិង្សាក៏ដូចជាការគំរាមកំហែងនិងខ្លឹមសារបែបអាហារភាពទី2គឺសកម្មភាពដែលគួរឲ្យសង្ស័យដូចជាការ add friend ច្រើនហួសហេតុការ log in ចេញចូលញឹកញាប់ពីទីតាំងផ្សេងគ្នាដែលប្រើ VPN ច្រើនឬការបង្កើត account ច្រើនពេកទី3គឺការប្រើប្រាស់ឈ្មោះคล้ายៗបើអ្នកប្រើប្រាស់ fake name ឬក្លែងបន្លំជាអ្នកដទៃហើយមានគេ report នោះ account របស់អ្នកក៏ត្រូវបាត់បិទទី4គឺកំហុសបច្ចេកទេស AI ដែលនេះគឺជាបញ្ហាធំប្រព័ន្ធ AI របស់ Meta ជួនកាលគឺវិនិច្ឆ័យច្រឡំដែលចោទប្រកាន់ account ថាបានបំពានធ្ងន់ធ្ងរបើទោះបីជាអ្នកមិនបានធ្វើខុសក៏ដោយទី5គឺ add account សម្រាប់អ្នកដែលគាត់រកស៊ីបើ add account គឺជាប់ disable ធ្ងន់ធ្ងរដោយសារតែបញ្ហាបង់លុយឬការបំពានការផ្សាយពាណិជ្ជកម្មនោះគណនីផ្ទាល់ខ្លួនក៏ត្រូវបានជាប់ពាក់ព័ន្ធដែរ